យើងដំបូងយកដឹងថាគាត់នឹងទូយកដឹងទេរហូតដល់គាត់ប្រហែលជាចូល4ទៅ5 4ឆ្នាំឯងយើងដឹងថាគាត់ពិបាកយើងនិយាយបន្តិចហើយនឹងគាត់ដឹងថាគាត់ជាប់បណ្ដាប់ហ្នឹងវាមកច្រឹបបណ្ដាប់និយាយទៅទីមួយយើងពិបាកនឹងទុកចិត្តពេទ្យពិតជាអត់ហ៊ានថាយកទៅកាត់ឡើងពេទ្យណាទេយើងជិះតែមើលដែរមើលតាម Facebook មើលអីដែរអញ្ចឹងណាតែយើងទីមួយយើងអត់ទុកចិត្តខ្លួនឯងទៅតែនាំកូនមកវាពីខ្លាចចាហ្នឹងហើយអញ្ចឹងក៏ទុកពជាមួយគាត់រហូតដល់គាត់រៀងធំបន្តិចយើងឡើងសួរគាត់ដែរកូនអើយទៅច្រឹបបណ្ដាប់គាត់ថាគាត់អត់ទេគាត់ខ្លាចឈឺគាត់ខ្លាចអញ្ចឹងយើងក៏អត់ហ៊ានដែរខាងដើមជាអារម្មណ៍ម៉ាក់អូនសូឌីណូផ្ទាល់ដែលខ្ញុំបានជជែកជាមួយពេលដែលម៉ាក់នាំអូនមកច្រឹបហ្វ្រាំងដាតនៅរ៉ូម៉ាក់បានរៀបរាប់ថាអញ្ចេះការពិតទៅម៉ាក់បានដឹងអូនមានបញ្ហាជាប់ហ្វ្រាំងដាតនឹងតាំងតែអូនអាយុបាន5ឆ្នាំមកតែម៉ាក់អត់ហ៊ានសម្រេចចិត្តច្រឹបឲ្យកូនទេព្រោះត្រូវសួរចិត្តកូនខ្លាចកូនឈឺបារម្ភកូនឈឺរហូតដល់កូនអាយុដល់10ឆ្នាំនេះណាទៅម៉ាក់ប៉ាសម្រេចចិត្តនិយាយជាមួយនឹងកូនម្ដងទៀតសួរនាំចិត្តកូនបានជោគជ័យណាទៅម៉ាក់នាំកូនមកតែតម្រាំតែមកដល់រស់នេះម៉ាក់ដឹងទេម៉ាក់បានតាមដានរស់មិនស្ទើរទេរាប់ឆ្នាំហើយទៅម៉ាក់អញ្ជើញមកហើយនេះគឺជាសភាពហ្វ្រាំងដាតអូនសូឌីណូខាងចុងហ្នឹងមានសភាពរៀងសឹកឡើងក្រហមតិចតិចដោយសារតែកកិតជាមួយនឹងថ្មិញណាហើយនេះវិញគឺជាសភាពហ្វ្រាំងដែលជ្រាបរួចរាល់ហើយអូនអាចលៀនដាតបានវែងភ្លាមនឹងហ្មងហើយអូនអត់យំទេព្រោះថាបានសន្យាគ្នាហើយក៏សូមអរគុណម៉ាក់ខ្លាំងមែនតើដែលមានទំនុកចិត្តលើរស់និងចែករំលែកអារម្មណ៍ពិតរបស់ម៉ាក់អនុញ្ញាតឲ្យនឹងខ្ញុំថតហើយចែករំលែកថែមទៀតម៉ាក់កំពុងតែមើលវីដេអូនេះហើយកូនម៉ាក់មានបញ្ហាជាប់ហ្វ្រាំងដាតហើយស្ទាក់ស្ទើរជំហានដំបូងគេម៉ាក់អាចនាំកូនទៅពិនិត្យសិនដើម្បីទទួលបានការណែនាំពីដុកទ័រជំនាញវាតម្លៃពីសភាពហ្វ្រាំងអូនជាមុនថាតើកូនយើងនឹងមានបញ្ហាជាប់ហ្វ្រាំងកម្រិតណាប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃដែរឬទេដើម្បីម៉ាក់ងាយស្រួលនៅក្នុងការសម្រេចចិត្តនិងឆ្លាស់ចិត្តផងដែរសម្រាប់ព័ត៌មានបន្ថែមម៉ាក់អាចតាក់ទងមកតាមរយៈលេខដែលមាននៅក្នុង comment វីដេអូមួយនេះឬអាចឆាតចូលក្នុង page ផ្លូវការរបស់រស់ក្រុមការងារនឹងផ្ដល់ព័ត៌មានលម្អិតជូនម៉ាក់បន្ថែមទៀតរស់មាន2សាខាណាម៉ាក់មានសាខាចំការម៉ូនៅជិតអំពង់មុខផ្សារដាំថ្កូវនិងសាខាសែនសុខនៅក្នុងផ្សារអន2ជាប់តតដីតែម្ដង